ក្រុមហ៊ុនផ្នែកសន្តិសុខព័ត៌មានវិទ្យាអាមេរិកបានឲ្យដឹងថាក្រុម hacker កូរ៉េខាងជើងអាចចូលលួចលុយរាប់លានដុល្លារពីធនាគារនៅក្នុងប្រទេសចំនួន11 We have unsealed criminal charges against the North Korean computer programmer for participating in a conspiracy that conducted sophisticated cyber attacks around the world on behalf of the North Korean government. តែអ្នកទាំងអស់គ្នាធ្លាប់គិតទេថាការប្លន់ធនាគារដែលមានទំហំទឹកប្រាក់ដ៏ធំមហាសាលជិត 1000 លានដុល្លារសហរដ្ឋអាមេរិកអាចកើតឡើងបានដោយមិនចាំបាច់ប្រើប្រាស់កាំភ្លើងសូម្បីមួយដើមឬត្រូវសម្រុកចូលទៅកាន់ទ្វារមុខរបស់ធនាគារដែលផ្សងនឹងគ្រោះថ្នាក់រឿងមួយបានកើតឡើងនៅយប់ថ្ងៃប្រហ័សនៃខែកុម្ភៈនៅក្នុងឆ្នាំ2016ខណៈពេលដែលបុគ្គលិកធនាគារកណ្ដាលបង់ក្លាដេសកំពុងតែសម្រាកលំហែកាយនៅក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍របស់ពួកគេនៅទីក្រុងព្យុងយ៉ាងនៃប្រទេសកូរ៉េខាងជើងវិញក្រុម hacker ដ៏គ្រោះថ្នាក់បំផុតឈ្មោះថា Lazarus កំពុងតែចុចប៊ូតុងបញ្ជាដើម្បីផ្ទេរប្រាក់យ៉ាងមហាសាលចេញពីធនាគារជាតិរបស់បង់ក្លាដេសផែនការនេះត្រូវបានរៀបចំឡើងយ៉ាងល្អឥតខ្ចោះពួកគេប្រើប្រាស់ចន្លោះប្រហោងនៃពេលវេលាភាពខុសគ្នានៃថ្ងៃឈប់សម្រាកនិងប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ SWIFT ផងដែរលុយរាប់រយលានដុល្លារសហរដ្ឋអាមេរិកដែលជាទុនបម្រុងដើម្បីជាតិរបស់បង់ក្លាដេសបានហូរចេញដោយទឹកបាក់ទំនប់ប៉ុន្តែមានមូលហេតុដ៏មិនគួរឲ្យជឿមួយបានកើតឡើងនោះគឺកំហុសអក្ខរាវិរុទ្ធតែមួយពាក្យគត់ពាក្យដែលពួក hacker បានសរសេរខុសនោះបានคล้ายទៅជាអ្នកជួយសង្គ្រោះសេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាដេសឲ្យរួចផុតពីគ្រោះមហន្តរាយដ៏ធំតើពួកក្រុម hacker ទាំងនោះធ្វើវាបានដោយរបៀបណាហើយតើលុយចំនួន81លានដុល្លារសហរដ្ឋអាមេរិកដែលបាត់ទៅនោះហូរចូលទៅក្នុងកាស៊ីណូហ្វីលីពីនបានដោយរបៀបណានៅក្នុងវីដេអូនៅថ្ងៃនេះយើងនឹងទៅលម្អិតអំពីការ hack ធនាគារដ៏ល្បីល្បាញបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោកនិងជាការព្រមានដ៏ធំផងដែរទៅកាន់ប្រព័ន្ធសុវត្ថិភាពរបស់ធនាគារតាមបណ្ដាប្រទេសផ្សេងៗនៅលើពិភពលោកហើយកុំឲ្យខាតពេលវេលាបងប្អូនទាំងអស់គ្នាយូរយើងនឹងចូលទៅកាន់វីដេអូនេះលម្អិតទាំងអស់គ្នាអ្វីៗទាំងអស់មិនមែនកើតឡើងនៅថ្ងៃប្លន់នោះភ្លាមៗនោះទេតាមពិតទៅមេរោគដ៏ឆ្លាតវៃមួយត្រូវបានបង្កប់នៅក្នុងប្រព័ន្ធធនាគារកណ្ដាលបង់ក្លាដេសតាំងពីមួយឆ្នាំមុនមកម្ល៉េះវាចាប់ផ្ដើមពីចំណុចតូចបំផុតមួយនៅពេលនោះអ៊ីមែលមួយច្បាប់ដែលមើលទៅហាក់ដូចជាធម្មតាបំផុតដែលផ្ញើទៅកាន់បុគ្គលិកធនាគារម្នាក់ដែលកំពុងស្វែងរកការងារធ្វើនៅពេលបុគ្គលិកនោះចុចទាញយកឯកសារប្រវត្តិរូបសង្ខេបឬ CV คล้ายៗដែលក្រុម hacker បញ្ជូនមកនោះមេរោគប្រភេទ Trojan ចាប់ផ្ដើមដំឡើងខ្លួនវាស្ងាត់ៗនៅក្នុងកុំព្យូទ័ររបស់បុគ្គលិកធនាគារនោះចាប់តាំងពីពេលនោះមកក្រុម hacker Lazarus លែងជាអ្នកក្រៅទៀតហើយពួកគេដូចជាបុគ្គលិករបស់ធនាគារដែរពួកក្រុម hacker អាចមើលឃើញនៅអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅលើអេក្រង់កុំព្យូទ័ររបស់បុគ្គលិកធនាគារទាំងអស់ពួកគេមិនប្រញាប់ប្រញាល់យកលុយភ្លាមៗនោះទេក្រុម hacker បានចំណាយពេលរាប់សិបខែដើម្បីអង្គុយមើលនិងសិក្សាអំពីទម្លាប់របស់ធនាគារពួកគេរៀនអំពីរបៀបដែលបុគ្គលិកផ្ទេរប្រាក់ពួកគេសិក្សាពីរបៀបប្រើប្រាស់ប្រព័ន្ធ SWIFT ដែលជាប្រព័ន្ធផ្ទេរប្រាក់សុវត្ថិភាពបំផុតនៅក្នុងពិភពលោកពួកគេថែមទាំងរៀនពីរបៀបបិទបើកម៉ាស៊ីនព្រីនផងដែរពួកគេក៏អាចបិទនៅម៉ាស៊ីនព្រីនកុំឲ្យវាបោះពុម្ពចេញវិក័យប័ត្រផ្ទេរប្រាក់ទៀតផងគោលដៅរបស់ពួកគេគឺច្បាស់លាស់ណាស់រងចាំតែពេលវេលាធនាគារទុនខ្សោយបំផុតពួកគេនឹងធ្វើប្រតិបត្តិការហើយនៅយប់ថ្ងៃប្រហ័សទី4ខែកុម្ភៈឆ្នាំ2016ក៏បានមកដល់ជាយប់ដែលបុគ្គលិកធនាគារបិទភ្លើងត្រឡប់ទៅផ្ទះវិញដោយមិនដឹងខ្លួនថាសោ digital នៃឃ្លាំងប្រាក់ជាតិត្រូវបានធ្លាក់ចូលទៅក្នុងដៃចោលរួចជាស្រេចទៅហើយហេតុអ្វីបានជាត្រូវប្លន់នៅយប់ថ្ងៃប្រហ័សនេះគឺជាសំណួរដ៏សំខាន់នេះមិនមែនជាភាពចៃដន្យនោះទេក្រុម hacker Lazarus បានរៀបចំផែនការប្រើប្រាស់ពេលវេលាជាអាវុធនៅក្នុងប្រទេសបង់ក្លាដេសថ្ងៃសុក្រនិងថ្ងៃសៅរ៍គឺជាថ្ងៃឈប់សម្រាកចុងសប្តាហ៍របស់ប្រទេសនេះនៅពេលដែលការផ្ទេរប្រាក់ចាប់ផ្ដើមនាពេលយប់ធនាគារកណ្ដាលបង់ក្លាដេសគ្មានមនុស្សនៅធ្វើការដើម្បីទប់ស្កាត់ការ hack នេះទេប៉ុន្តែចុះធនាគារ Federal Reserve នៅទីក្រុង New York ដែលជាកន្លែងតម្កល់លុយរបស់បង់ក្លាដេសនៅសហរដ្ឋអាមេរិក
ថ្ងៃសុក្រគឺជាថ្ងៃធ្វើការធម្មតារបស់ធនាគារនេះគឺជាការគិតគូរយ៉ាងច្បាស់របស់ក្រុម hacker ពួកគេបានប្រើប្រាស់ពេលវេលាជប់សម្រាកខុសគ្នានេះហើយដើម្បីផ្ទេរប្រាក់ចេញពីធនាគាររបស់សហរដ្ឋអាមេរិកមកកាន់ធនាគារបង់ក្លាដេសនិងបន្តទៅដៃរបស់ពួកគេបានធ្វើសំណើផ្ទេរប្រាក់ទៅដល់ទីក្រុងញូវយ៉កបុគ្គលិកនៅទីនោះឃើញថាវាគឺជាសំណើស្របច្បាប់ចេញពីបង់ក្លាដេសផ្ទាល់ពួកគេបានចាប់ផ្ដើមបញ្ចេញលុយរាប់រយលានដុល្លារសហរដ្ឋអាមេរិកខណៈភាគីម្ខាងទៀតកំពុងដេកលក់យ៉ាងស្កប់ស្កល់ភាពឆ្លាតវៃរបស់ក្រុម hacker កូរ៉េខាងជើងនេះមិនទាន់អស់ត្រឹមនេះនោះទេលុយទាំងអស់នោះត្រូវបានផ្ទេរទៅកាន់ធនាគារ OCBC ក្នុងប្រទេសហ្វីលីពីនហើយទម្រាំតែបុគ្គលិកធនាគារបង់ក្លាដេសដឹងខ្លួននៅថ្ងៃអាទិត្យដែលជាថ្ងៃចូលធ្វើការរបស់ពួកគេអាមេរិកក៏ចូលដល់ថ្ងៃឈប់សម្រាកវិញម្ដងលុះដល់ថ្ងៃច័ន្ទដែលសហរដ្ឋអាមេរិកនិងបង់ក្លាដេសតាក់ទងគ្នាបានប្រទេសហ្វីលីពីនបែរជាឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំចិនទៅវិញនេះគឺជាភាពអស្ចារ្យនិងភាពឆ្លាតវៃក្នុងការប្រើប្រាស់ពេលវេលារបស់ក្រុម hacker វាគឺជារង្វង់នៃភាពស្ងប់ស្ងាត់ក្នុងរយៈពេល3ទៅ4ថ្ងៃបណ្ដាលឲ្យប្រទេសទាំងនេះមិនអាចតាក់ទងគ្នាបានក្រុម hacker កូរ៉េខាងជើងមានពេលវេលាគ្រប់គ្រាន់នៅក្នុងការដកលុយចេញពីធនាគាររួចក៏បំបត្តិឡានតាមរយៈកាស៊ីណូយ៉ាងលឿនរហ័សផងដែរពួកគេបានប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុពិភពលោកឲ្យក្លាយទៅជាកន្លែងលេងសើចរបស់ពួកគេទឹកប្រាក់ជិត $1000 លានសហរដ្ឋអាមេរិកកំពុងតែស្ថិតក្នុងគ្រោះថ្នាក់សំណើផ្ទេរប្រាក់35លើកបានសម្រុកចូលទៅក្នុងប្រព័ន្ធធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកបើផែនការនេះជោគជ័យ 100% វាអាចនឹងធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាដេសទាំងមូលដួលរលំស្ទើរតែមួយប្រព្រឹត្តភ្នែកសំណើរបស់ក្រុម hacker 4លើកដំបូងមានតម្លៃ$81 លានសហរដ្ឋអាមេរិកបានហូរចេញដោយជោគជ័យប៉ុន្តែនៅពេលដល់សំណើទី5ដែលមានទឹកប្រាក់ចំនួន$20 លានសហរដ្ឋអាមេរិកភាពអស្ចារ្យរបស់ក្រុម hacker កូរ៉េខាងជើងក៏បានជួបនឹងឧបសគ្គដ៏ធំនៅក្នុងសំណើទី5របស់ពួកគេនោះពួកគេចង់ផ្ទេរប្រាក់ទៅឲ្យអង្គការមួយឈ្មោះថា Silica Foundation ប៉ុន្តែពួកគេវាយពាក្យខុសពាក្យថា Foundation ទៅជា Foundation ទៅវិញកំហុសអក្ខរាវិរុទ្ធតែមួយពាក្យគត់នេះហើយវាបានធ្វើឲ្យប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្តិនៃធនាគារ Deutsche Bank សហរដ្ឋអាមេរិកមានការសង្ស័យពួកគេបានផ្អាកការផ្ទេរភ្លាមរួចសួរទៅកាន់ធនាគារបង់ក្លាដេសស្របពេលជាមួយគ្នានោះធនាគារសហរដ្ឋអាមេរិកក៏បានចាប់អារម្មណ៍ថាសំណើខ្លះមានអាសយដ្ឋានពាក់ព័ន្ធទៅនឹងធនាគារប្រទេសអ៊ីរ៉ង់ដែលកំពុងជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកភ្លាមនោះសញ្ញាអាសន្នត្រូវបានបន្លឺឡើងការផ្ទេរប្រាក់ចំនួន30លើកទៀតដែលមានតម្លៃជាង$850 លានសហរដ្ឋអាមេរិកត្រូវបានបញ្ចប់ទាន់ពេលវេលាវាគឺជារឿងដ៏គួរឲ្យអស់សំណើចបំផុតនៅក្នុងប្រវត្តិសាស្ត្រដែលក្រុម hacker កម្រិតពិភពលោកបែបនេះអាចបំបីប្រព័ន្ធសន្តិសុខដ៏តឹងរ៉ឹងបំផុតរបស់ពិភពលោកប៉ុន្តែក្រុម hacker ទាំងនេះចាញ់នៅក្រោមដៃវចនានុក្រមរបស់ធនាគារទៅវិញទោះបីជាលុយភាគច្រើនត្រូវបានរារាំងប៉ុន្តែទឹកប្រាក់ចំនួន$81 លានសហរដ្ឋអាមេរិកបានហូរចូលទៅដល់ធនាគារ OCBC ក្នុងប្រទេសហ្វីលីពីនរួចជាស្រេចទៅហើយឥឡូវនេះដល់ពេលក្រុម Lazarus ប្រឈមមុខទៅនឹងបញ្ហាថ្មីមួយទៀតតើធ្វើដូចម្តេចដើម្បីយកលុយដែលពួកគេប្លន់បាននោះចេញពីប្រព័ន្ធធនាគាររបស់ហ្វីលីពីនដោយមិនឲ្យគេចាប់បានដំណោះស្រាយរបស់ពួកគេគឺកាស៊ីណូនិងការលេងល្បែងលុយទាំងនោះត្រូវបានផ្ទេរយ៉ាងលឿនទៅកាន់ភ្នាក់ងារបដូរប្រាក់រួចក៏ដឹកចេញទៅកាន់កាស៊ីណូមួយនៅក្នុងប្រទេសហ្វីលីពីនពួកគេបានយកលុយ$81 លានសហរដ្ឋអាមេរិកនោះទៅបដូរជាបន្ទះឈីបសម្រាប់លេងល្បែងនៅក្នុងកាស៊ីណូធំៗនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីននៅក្នុងពិភពល្បែង VIP នៅពេលនោះច្បាប់នៃការត្រួតពិនិត្យប្រភពលុយនៅមានចន្លោះប្រហោងខ្លាំងណាស់ដូច្នេះពួកគេមានភាពងាយស្រួលនៅក្នុងការលាងសម្អាតលុយនេះឲ្យទៅជាលុយស្អាតបានយ៉ាងលឿនពួកក្រុម hacker ទាំងនោះបានជួលមនុស្សជាច្រើននាក់ឲ្យអង្គុយលេងល្បែងប៉ាការ៉ាត់រាប់យប់រាប់ថ្ងៃគោលដៅរបស់ពួកគេមិនមែនឈ្នះលុយពីកាស៊ីណូនោះទេប៉ុន្តែគឺជាការលាងលុយឲ្យស្អាតនៅពេលដែលពួកគេលេងល្បែងរាប់យប់រាប់ថ្ងៃបែបនេះលុយដែលចាញ់ឈ្នះទៅវិញទៅមកនោះពួកគេបានយកបន្ទះឈីបទាំងនោះទៅប្តូរជាប្រាក់យកមកវិញលុយទាំងនោះបានคล้ายទៅជាលុយឈ្នះល្បែងលុយរាប់សិបលានដុល្លារសហរដ្ឋអាមេរិកដែលពួកគេបានលាងសម្អាតចេញពីកាស៊ីណូហ្វីលីពីននេះត្រូវបានគេជឿថាបានវិចខ្ចប់នៅក្នុងវ៉ាលីមួយរួចដឹកតាមយន្តហោះឯកជនបន្តទៅទីក្រុងម៉ាកាវនិងចុងក្រោយឆ្ពោះទៅកាន់ទីក្រុងព្យុងយ៉ាងនៃប្រទេសកូរ៉េខាងជើងនៅពេលអាជ្ញាធរហ្វីលីពីនដឹងខ្លួននិងព្យាយាមបង្កកគណនីលុយទាំងនោះបានរលាយបាត់ដូចជាផ្សែងទៅហើយនៅពេលផ្សែងនៃល្បែងលាងលុយអណ្ដែតបាត់ទៅពិភពលោកចាប់ផ្ដើមភ្ញាក់ផ្អើលនៅក្នុងការធ្វើប្រតិបត្តិការ hacker ដ៏ល្បីល្បាញមួយនេះក្នុងចំណោមលុយ$81 លានសហរដ្ឋអាមេរិកអាជ្ញាធរអាចទាមទារមកវិញបានត្រឹមតែ$15 លានតែប៉ុណ្ណោះចំណែកឯទឹកប្រាក់ជាង$60 លានសហរដ្ឋអាមេរិកទៀតបានរលាយបាត់ដូចជាស្រមោល
ហើយលុយចំនួន$60 លានសហរដ្ឋអាមេរិកនេះត្រូវបានគេជឿថាត្រូវបានប្រើប្រាស់ដើម្បីទ្រទ្រង់កម្មវិធី Nuclear របស់កូរ៉េខាងជើងការស៊ើបអង្កេតរបស់ក្រុម FBI បានចង្អុលមុខចំផងដែរទៅកាន់ក្រុម Lazarus ដែលមានមូលដ្ឋាននៅទីក្រុងព្យុងយ៉ាងនៃប្រទេសកូរ៉េខាងជើងទោះបីជារដ្ឋាភិបាលកូរ៉េខាងជើងបានបដិសេធយ៉ាងដាច់អហង្ការក៏ដោយប៉ុន្តែភស្តុតាង Digital គឺមិនអាចកុហកបានឡើយកូដដែលពួកគេបានប្រើប្រាស់ដើម្បីវាយប្រហារលួចលុយធនាគារកណ្ដាលរបស់បង់ក្លាដេសនេះវាដូចគ្នាទៅនឹងមេរោគដែលធ្លាប់វាយប្រហារក្រុមហ៊ុន Sony Picture និងមេរោគចម្រិតទារប្រាក់ដ៏ល្បីល្បាញនៅលើពិភពលោកផងដែរមហាព្រឹត្តិការណ៍ប្លន់ដ៏ធំសម្បើមប្រចាំប្រវត្តិសាស្ត្រនេះបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រហិរញ្ញវត្ថុជារៀងរហូតប្រព័ន្ធធនាគារស្វីសត្រូវបានបង្ខំឲ្យរឹតបន្តឹងសន្តិសុខទ្វេដងប្រទេសហ្វីលីពីនបានកែប្រែច្បាប់ប្រឆាំងនឹងការលាងលុយយ៉ាងតឹងរ៉ឹងបំផុតដោយដាក់បញ្ចូលនៅវិស័យកាស៊ីណូឲ្យស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតពិភពលោកបានដឹងខ្លួនថាសត្រូវរបស់ពួកគេក្នុងសម័យ Digital មិនមែនតាមច្រកទ្វារដែកនោះទេប៉ុន្តែតាមរយៈខ្សែកាបក្រោមបាតសមុទ្រទៅវិញសប្តាហ៍ថ្ងៃនេះក្រុម Lazarus នៅតែបន្តសកម្មភាពរបស់ពួកគេប៉ុន្តែក្នុងរូបភាពថ្មីគឺការប្លន់រូបិយប័ណ្ណគ្រីបតូផងដែរពួកគេមិនមានគ្រោះថ្នាក់នោះទេពីព្រោះរដ្ឋាភិបាលកូរ៉េខាងជើងចេញមុខការពារពួកគេនិងផ្ដល់មូលដ្ឋានឲ្យពួកគេផងដែររឿងរ៉ាវនៃការប្លន់ធនាគារបង់ក្លាដេសនេះគឺជាមេរៀនដ៏ជូរចត់ដែលរំលឹកយើងថានៅក្នុងពិភពលោកដែលអ្វីៗតភ្ជាប់គ្នាដោយស្វ័យប្រវត្តិតាមអ៊ីនធឺណិតសន្តិសុខគឺជារឿងដែលមិនអាចធ្វេសប្រហែសបានឡើយសូម្បីតែមួយវិនាទីរបស់យើងបងប្អូនទាំងអស់គ្នាខាងលើនេះគឺជាព្រឹត្តិការណ៍ប្រចាំប្រវត្តិសាស្ត្រដែលប្រទេសកូរ៉េខាងជើងបានចេញមុខបដិសេធយ៉ាងដាច់អហង្ការផងដែរទោះបីសហរដ្ឋអាមេរិកចង្អុលមុខចំក៏ដោយនិងបានបង្ហាញអំពីភស្តុតាងផ្សេងៗដែលបញ្ជាក់ថាក្រុម hacker ទាំងនោះមានមូលដ្ឋាននៅទីក្រុងព្យុងយ៉ាងរបស់ប្រទេសកូរ៉េខាងជើងពួកគេមិនមែនទៅតែមានថ្មីនោះទេប៉ុន្តែពួកគេបានបង្កើតឡើងតាំងពីឪពុករបស់លោកគីមចុងអ៊ុនមកម្លេះលោកឪពុករបស់គីមចុងអ៊ុនបានបង្កើតក្រុមកងទ័ព hacker នេះឡើងដើម្បីដើរ hack យកលុយតាមបណ្ដាប្រទេសមកដល់ពេលបច្ចុប្បន្ននេះក្រុមនេះនៅតែបន្តប្រើប្រាស់ជំនាញរបស់ពួកគេដើម្បី hack យកកាក់ crypto ជាច្រើនផងដែរដើម្បីទ្រទ្រង់ការអភិវឌ្ឍអាវុធ nuclear របស់កូរ៉េខាងជើងផងដែរ